បាទសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះផងដែរគឺ admin បាទមកលេងនៅភូមិព្រៃចាស់ឃុំព្រៃចាស់ស្រុកឯកភ្នំខេត្តបាត់ដំបងបាទនេះគឺជាទស្សនវិជ្ជាបាទនៅភូមិព្រៃចាស់បាទនៅជាប់នឹងភូមិបាក់ព្រាបាទនៅក្នុងខែនេះខែបាទខែ3បាទនៅក្នុងមួយខែទៀតចូលឆ្នាំខែនេះខែប្រាំងថ្ងៃនេះមកការគេនៅការបងថ្លៃនៅភូមិព្រៃចាស់បាទគឺខែនេះគឺអត់មានទឹកទេបាទមានទឹកតែនៅអូខាងមុខនេះឯងប៉ុន្តែបើសិនជាខែជុំបាទខែវស្សាគឺទឹកឡើងបាទដីគោកដែលខ្ញុំឈើនេះគឺអត់មានទៀតទេគឺលិចអស់ហើយភូមិនេះគឺលិចគឺផ្ទះហ្នឹងគឺអណ្តែលើទឹកទាំងអស់ហើយគ្មានទឹកទេគ្មានដីគោកទេបាទគឺមានតែនៅក្នុងវត្តនៅវត្តបាទនៅវត្តព្រៃចាស់ហ្នឹងគឺដូចទួលមួយអញ្ចឹងបាទគឺទោះជាទឹកឡើងខ្លាំងប៉ុណ្ណាក៏អត់ដាច់ដែរបាទអញ្ចឹងដីទួលនេះខ្ពស់ដែរហើយបើសិនជាទឹកឡើងលិចដល់នេះអញ្ចឹងមិនដឹងថាទឹកនឹងខ្លាំងប៉ុណ្ណាទេបាទនៅដូចជាផ្ទះតូចមួយនោះអញ្ចឹងកន្លែងរោងតូចនោះអញ្ចឹងគេធ្វើរសខ្ពស់ពេលដែលទឹកឡើងមកគឺឡើងដល់លើនឹងតែម្ដងខ្ពស់ទឹកខ្លាំងមែនទែនត្រឡំខែណាដែលទឹកឡើងខ្លាំងគឺលិចតែម្ដងបាទហើយនេះគឺរោងការគឺគេធ្វើនៅក្រោយផ្ទះនៅពេលដែលទឹកស្រកទៅបើគេការនៅខែប្រាំងបងប្អូនខាងភូមិព្រៃចាស់គាត់ការថ្ងៃនេះជាថ្ងៃចូលរោងបាទស្អែកហ្នឹងគឺថ្ងៃស៊ីហើយបាទអរគុណច្រើនបងប្អូនគឺមានតែប៉ុណ្្នឹងទេបាទចាំខ្ញុំបាទនឹងធ្វើការថតវីដេអូឲ្យច្រើនទៀតដើម្បីចែកជូនបងប្អូនទស្សនាទាំងអស់គ្នាផងដែរបាទវីដេអូនេះគឺមានតែប៉ុណ្នេះទេបាទអរគុណច្រើនបងប្អូន